ជំងឺមួយនេះស្ត្រីស្ទើរតែ90%កើតមានចាហើយចំពោះរោគសញ្ញាដំបូងគឺគាត់ចាប់ផ្ដើមមានការធ្លាក់សរមាស់ឡើងកក់ដុំសក្រាំងនៅទ្វារមាសឬក៏មាត់ស្បូនខាងក្នុងឬក៏តាមជញ្ជាំងទ្វារមាសរបស់គាត់ហើយចាប់ផ្ដើមមានការស្ងួតឈឺក្រហាយរមាស់ហើមឡើងកទួលទ្វារមាសឬមួយក៏បាត់បង់ចំណង់ផ្លូវភេទអីជាដើមហើយចំពោះមេរោគផ្សិតនេះគឺផលវិបាករបស់វាគឺមានពីរធំទី1គឺវាធ្វើឲ្យយើងស្ងួតបាត់ចំណង់ផ្លូវភេទទី2គឺធ្វើឲ្យយើងរមាស់ស្គៀបពិបាកក្នុងការរស់នៅប្រចាំថ្ងៃហើយចំពោះមេរោគផ្សិតនេះអាចនិយាយបានថាវាពិបាកក្នុងការព្យាបាលក៏ប៉ុន្តែបើសិនជាយើងដឹងពីគន្លឹះក្នុងការព្យាបាលគឺវាមិនពិបាកទេហើយចំពោះមេរោគផ្សិតនេះគឺអាចឆ្លងតាមរយៈការរួមភេទពីដៃគូមួយទៅដៃគូមួយនិងការឆ្លងតាមរយៈកត្តាអនាម័យផងដែរបើសិនជាមិននារីទាំងអស់គ្នាចាដែលតែងតែកើតមានបញ្ហាផ្សិតញាប់ហើយពិបាកក្នុងការព្យាបាលពិបាកក្នុងការដោះស្រាយមិននារីអាចធ្វើការតាក់ទងមកកាន់នគរដើម្បីប្រឹក្សាយោបល់ទៅលើការថែទាំសុខភាពនិងការព្យាបាលទៅលើជំងឺផ្សិតនេះជាវាងបងទុកទៅរហូតដល់មានការរលាកតបៅស្បូនឬមួយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់យើងបន្ថែមទៀតចាហើយអាចតាក់ទងមកកាន់អ្នកគ្រូបានតាម Telegram 069 316714មានការប្រឹក្សាយោបល់ជូនដោយឥតគិតថ្លៃចំពោះការប្រឹក្សាការដោះស្រាយធានាជូនថាមានប្រសិទ្ធភាពនិងរក្សាអាត់កំបាំងជូនចំពោះបងទាំងអស់គ្នាហើយផ្សិតនេះមិនមែនការតែស្ត្រីទេណាបរិសុទ្ធក៏កើតដែរអញ្ចឹងសម្រាប់បងបរិសុទ្ធដែលកើតផ្សិតហើយចង់ព្យាបាលអាចតាក់ទងមកកាន់អ្នកគ្រូបានអរគុណ